ជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះមានទូ ATS បងប្អូនណាគឺ CXQ 630 ampere បងប្អូនបាទវាប្រើអានេះគឺអត់មានប្រើ start stop ទេបងប្អូនណាគឺប្រើជាអំពូលសញ្ញារបស់ពីរោងចក្រមកតែម្ដងគឺយើងគាត់អា connect អំពូលសញ្ញាឲ្យខាងភ្ញៀវខ្លួនយើងអញ្ចឹងណាគឺភ្ញៀវគាត់កំងតែប៉ុណ្ណឹងគឺយើងធ្វើតែប៉ុណ្ណឹងទេអានេះអំពូល pha 1 pha 2របស់ EDC ហើយអានេះជាអំពូលសញ្ញា EDC អានេះអំពូលសញ្ញារបស់ភ្លើងម៉ាស៊ីនដែលវិជាទៅលើ ATS នេះហើយក្រុមការងាររបស់យើងក៏បានហើយដែរគឺនៅតែការរៀបចំជូនភ្ញៀវទេគឺការធ្វើទ្វារធ្វើអីបាទនៅការតឡើងទ្វារតឡើងអីហ្នឹងហើយបងប្អូនអាចទស្សនាមើលការដើរស្ពាន់ដើរអីចឹងណាបាទអានេះស្ពាន់នេះគឺយើងដើរទៅលើហើយភ្ជាប់ជាមួយនឹងទូកង់ដង់នោះបាទទូកង់ដង់ចាំតិចខ្ញុំទៅថតទៅទូកង់ដង់ឲ្យមើលតែថតអានេះឲ្យបងប្អូនមើលសិនបាទនេះការដើរស្ពាន់របស់ជាងរបស់យើងរៀបចំហើយណាមួយអានេះគឺអំពូលកន្លែងតអំពូលសញ្ញាមានតែ2គ្រាប់ទេពូលម៉ាស៊ីនភ្លើងហើយនឹងអំពូលភ្លើងរត់តែប៉ុណ្ណឹងទេហើយចូលមកដល់ផ្នែកខាងក្រោយគឺយើងមានយើងហុចមកខាងក្រោយនេះគឺពោះយើងទៅមុខវាជឹងអ៊ីតហើយយើងដាក់មកខាងក្រោយតែម្ដងដែរអត់ពីមុនភាគច្រើនគឺ CT យើងដាក់នៅក្រោមតែពេលនេះគឺយើងអត់ទេយើងដាក់នៅលើមិនថាយើងយកមកអានេះវិញយកមក CT អានេះសម្រាប់បញ្ជាទៅលើទូ capacitor bank បាទចឹងយើងមកមើលទូ capacitor bank អស់នេះទេបាទនេះគឺទូ capacitor bank យើងបានរៀបចំហើយដែរយ៉ាងនេះពីខាងក្រោយចាំមើលខ្ញុំថតពីខាងមុខឲ្យបងប្អូនមើលសម្រាប់បងប្អូនបាទនេះជាកង់ដង់នេះកង់ដង់អានេះ capacitor bank អានេះ overload អានេះកង់ដង់ហ្នឹងវាមាន6កង់ដង់បាទ6នេះហើយមេអំវានេះគឺ400 ampere ដែលយើងធ្វើរួចហើយគឺចាប់ពីហើយអស់ហើយនេះខ្ញុំសូមនិយាយថានេះឧបករណ៍ការពារផ្ទះហ្នឹងបាទវាមកទៅហើយគូក្បាលខាងលើហ្នឹងវាគូក្បាលជាខាងលើហ្នឹងវានេះដែរ positive S1 S2 ដែលខ្ញុំបង្ហាញពីCT យើងដាក់ពី pha ទី1មិញគឺចូលមួយនេះហើយទូ2ប្រគំគ្នាបាទយើងប្រគំគ្នាទូគឺយើងចាប់ប្រគំចូលគ្នាទៅបានមួយឈុតបាទអញ្ចឹងវាមានទូចែកចាយគឺនឹងទូកង់ដង់